កម្ពុជាថៃព្រមព្រៀងគ្នាសម្រួលឲ្យសិស្សបានឆ្លងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទាន់ម៉ោងសិក្សាកម្ពុជានិងថៃបានព្រមព្រៀងគ្នាសម្រួលឲ្យសិស្សបានឆ្លងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទាន់ម៉ោងសិក្សាដោយពេលព្រឹកឆ្លងចន្លោះពីម៉ោង 6 ដល់ម៉ោង 8 និងពេលល្ងាចម៉ោង 5 និងម៉ោង 6 ការសម្រេចផ្លាស់ប្ដូរពេលវេលាបើកម៉ោង 8 ព្រឹកបិទម៉ោង 4 ល្ងាចឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះបានបង្កការលំបាកនិងប៉ះពាល់ដល់សិស្សដែលឆ្លងកាត់ព្រំដែនសិក្សាទាំងនៅខាងកម្ពុជានិងខាងថៃដើម្បីដោះស្រាយបញ្ហានេះនៅរសៀលថ្ងៃទី 10 ខែមិថុនាឆ្នាំ 2025 នេះឧត្តមសេនីយ៍តូពេជ្រវណ្ណានាយករងទីចាត់ការងារព្រំដែនអគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានដឹកនាំគណៈប្រតិភូកម្ពុជាមានលោកអភិបាលក្រុងប៉ោយប៉ែតនិងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជួបសំណេះសំណាលជាមួយនឹងភាគីថៃដឹកនាំដោយលោកវរៈស្នេហ៍ឯកប្រតិវត្តផើងប្រផាត់មេបញ្ជាការរងកងកម្លាំងបូព៌ាដើម្បីសម្របសម្រួលដល់ការចិញ្ចោររបស់សិស្សានុសិស្សកម្ពុជាដែលស្នាក់នៅក្នុងផ្សាររងឃ្លឺប្រទេសថៃឲ្យបានចូលចេញនៅវេលាម៉ោង 6:00 នាទីព្រឹកទាំងសិស្សានុសិស្សដែលចូលមកសិក្សានៅប្រទេសកម្ពុជានិងសិស្សានុសិស្សដែលចូលទៅសិក្សានៅប្រទេសថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាមរយៈការជជែកគ្នានេះភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាជួយសម្រួលដល់ការចេញចូលរបស់សិស្សដោយពេលព្រឹកចេញចូលនៅវេលាម៉ោង 6:00 នាទីដល់ម៉ោង 8:00 នាទីព្រឹកហើយពេលល្ងាចចេញចូលវេលាម៉ោង 17:00 នាទីទៅដល់ម៉ោង 18:00 នាទីការសម្រួលនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី 11 ខែមិថុនាឆ្នាំ 2025 នេះតទៅផងដែរ